Hello សួស្តីបងប្អូនអរគ្នាបាទក្រោយពីហាត់ប្រាណហើយឥឡូវមកឆ្លៀតតេស្តmicrophone model ថ្មីដែលទៅតំណចូលមកគឺ brand Mono បាទគឺជាឈុត combo set ដែលវាមានដុំ receiver សម្រាប់កាមេរ៉ាសម្រាប់តម្រូវតាមទូរស័ព្ទផ្សេងៗហើយមួយនេះគឺសម្រាប់ Type C ហើយក៏មានមួយទៀតសម្រាប់ iPhone Series 14 Pro Max ចុះក្រោមផងដែរបាទនេះគឺជាសំឡេងថតចេញពី microphone ទូរស័ព្ទអញ្ចឹងខ្ញុំនឹងបញ្ចូលវាចូលទៅក្នុងទូរស័ព្ទដើម្បីបើកដំណើរការវាតែម្ដងបាទហើយរូបរាងម៉ៃគឺតូចស្អាតមែនតើទំហំរបស់វាគឺប៉ិន brand Holyland ដែរដែលបាទបងប្អូនមើលឃើញទេស្អាតខ្លាំងណាស់បាទអញ្ចឹងឥឡូវទៅមើលពីគុណភាពសំឡេងរបស់ microphone មួយនេះទាំងអស់គ្នាបាទសួស្តីបងប្អូនឥឡូវនេះខ្ញុំបានភ្ជាប់ជាមួយនឹង microphone Mono Wave T5 បាទ series ឆ្នាំ2025បាទដែលខ្ញុំថតនេះគឺមានរយៈចម្ងាយប្រហែលជាជាង8-9 ម៉ែត្រទៅ10ម៉ែត្របាទដោយសារ microphone មួយនេះគឺមានគុណភាពកាត់សំឡេងរំខានរហូតដល់3កម្រិតហើយដែលខ្ញុំកំពុងថតនេះគឺនៅស្ថិតនៅក្នុងកម្រិតទី1ទី2ប៉ុណ្ណោះនៅមានកម្រិតខ្ពស់ជាងនេះហើយក៏យើងអាច customize វាបានរហូតដល់14កម្រិតផ្សេងទៀតអញ្ចឹងសម្រាប់ microphone មួយនេះគឺបាទគុណភាពសំឡេងរបស់វាគឺ perfect តែម្ដងដែល standard សំឡេងបែប studio បាទក្រុមហ៊ុន Mono គឺផលិតឡើងជាមួយនឹងផលិតផលមួយចំនួនដែលមានគុណភាពពាក់ព័ន្ធនឹងសំឡេងដែលពាក់ព័ន្ធនឹងការផលិតបែប studio microphone ដូចជា sound card mixer អីផ្សេងៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់នៅក្នុងការងារ studio អញ្ចឹងសម្រាប់ microphone មួយនេះក៏មិនធម្មតាដែរគុណភាពសំឡេងដូចដែលបងប្អូនឃើញស្រាប់បាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ស្រឡាញ់ចង់បាន microphone model មួយនេះអាចតំណមកខ្ញុំបានបាទគឺប្រភេទនេះគឺមាន mic 2គ្រាប់បាទហើយជាឈុត combo set ដែលយើងអាចប្រើបានគ្រប់ model ទូរស័ព្ទហើយនិងកាមេរ៉ា computer អីគឺប្រើបានទាំងអស់អញ្ចឹងនេះគឺជាសំឡេងថតផ្ទាល់ចេញពី microphone Mono នៅលើមុខងារកាត់សំឡេងរំខានបាទអញ្ចឹងខ្ញុំនឹងឆ្លាស់វាមកសំឡេងធម្មតាវិញបាទនេះគឺជាមុខងារសំឡេងធម្មតាដែលខ្ញុំបានឆ្លាស់វាមកវិញហើយគឺជាធម្មតាគឺសំឡេងធម្មតាវាតែងតែមានសំឡេងរំខានចូលមកតិចតួចដោយសារយើងប្រើប្រាស់មុខងារនេះសំឡេងវា clear វាច្បាស់ល្អជាងប៉ុន្តែក៏វាមានសំឡេងរំខានចូលមកខ្លះអញ្ចឹងបើយើងចង់ឲ្យវាកាត់សំឡេងរំខានយើងចុចវាមួយមកអញ្ចឹងនៅពេលដែលមានភ្លើងពណ៌បៃតងគឺវាឆ្លាស់មកសំឡេងកាត់សំឡេងរំខានវិញម៉ៃមួយនេះក៏វាភ្ជាប់មកជាមួយនឹងប្រភេទដៃឆក់បាទដែលយើងអាចឆក់វាជាប់អាវបែបនេះបើសិនជាបងប្អូនអត់ចង់កាន់ញ៉ៃច្រើនគឺយើងឆក់បែបនេះគឺល្អមែនតើបាទអញ្ចឹងសម្រាប់វីដេអូ review ពាក់ព័ន្ធនឹងការធ្វើតេស្តរយៈចម្ងាយរបស់វាគឺមានតែប៉ុណ្ណឹងហើយម៉ៃមួយនេះបញ្ជាក់ម្ដងទៀតគឺផលិតផល original ដែលការចាប់ចម្ងាយរបស់វាបានរហូតដល់300ម៉ែត្របាទដែលផលិតផលនេះគឺពេញនិយមទាំងនៅតំបន់អឺរ៉ុបផងដែរបាទអរគុណសម្រាប់ការតាមដានជួបគ្នាវីដេអូក្រោយទៀត